សាខាពន្ធដារខេត្តកំពង់ឆ្នាំងបានសហការជាមួយរដ្ឋបាលស្រុកកំពង់ត្រឡាចបើកកិច្ចប្រជុំផ្សព្វផ្សាយនិងក្រុមការងារបច្ចេកទេសជំរឿនស្ថិតិអាជីវកម្មនិងប្រមូលពន្ធអាករគ្រប់ប្រភេទនិងចំណូលមិនមែនពន្ធជូនការិយាល័យចំណុះរដ្ឋបាលស្រុកនៅព្រឹកថ្ងៃទី21ខែមេសាឆ្នាំ2026សាខាពន្ធដារខេត្តកំពង់ឆ្នាំងបានសហការជាមួយរដ្ឋបាលស្រុកកំពង់ត្រឡាចបានបើកកិច្ចប្រជុំផ្សព្វផ្សាយក្រុមការងារបច្ចេកទេសជំរឿនស្ថិតិអាជីវកម្មនិងប្រមូលពន្ធអាករគ្រប់ប្រភេទនិងចំណូលមិនមែនពន្ធជូនការិយាល័យចំណុះរដ្ឋបាលស្រុកនិងអធិការស្រុកមេឃុំទាំង10ចំណុះរដ្ឋបាលស្រុកកំពង់ត្រឡាចក្រោមការដឹកនាំរបស់លោកកើតម៉ាត់អភិបាលរងស្រុកកំពង់ត្រឡាចតំណាងឲ្យលោកវ៉ុនស៊ីផាជាអភិបាលស្រុកនិងលោកវងឌីណាប្រធានសាខាខេត្តកំពង់ឆ្នាំងការប្រជុំនេះធ្វើឲ្យអាជ្ញាធរមូលដ្ឋានបានជ្រាបបានដឹងនិងផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកកំពង់ត្រឡាចទាំងមូលឲ្យយល់ច្បាស់ពីសារពើពន្ធបើយើងប្រមូលពន្ធបានត្រឹមត្រូវគ្រប់ចំនួនយើងមានថវិកាសម្រាប់បើកប្រាក់ខែជូនមន្ត្រីរាជការនិងថវិកាដើម្បីកសាងអភិវឌ្ឍនៅក្នុងមូលដ្ឋាននៅក្នុងខេត្តនៅក្នុងប្រទេសកម្ពុជាយើងសូមអរគុណ